ចាប់ពីមុខសាលាឃុំល្វេត្រង់វត្តកោងទន្លេរហូតទៅដល់វត្តអំបែងចេះឃើញថាផ្លូវនៅជំនាខាងនេះឥឡូវស្រស់ស្អាតដល់បងប្អូនហើយចាក់សាបចាក់បេតុងឡើងខ្ចីញញតែម្ដងខ្ញុំបាទពេជ្ររតនាសូមគោរពនឹងជម្រាបសួរដល់អស់លោកស្រីនៃនាងកញ្ញាអ៊ំពូមីមីលោកតាលោកយាយប្រជាពលរដ្ឋទាំងអស់ជាទីគោរពជាទីរាប់អានកាលពីថ្ងៃអាទិត្យប៉ុន្មានថ្ងៃកន្លងទៅនេះខ្ញុំបាទបានចុះទៅខាងស្រុកស៊ីធើកដាលឃើញថាផ្លូវនៅខាងឃុំល្វេនៃស្រុកស៊ីធើកដាខេត្តព្រៃវែងនេះគឺស្រស់ស្អាតណាស់បងប្អូនណាបាទចាក់បេតុងឡើងខ្ចីញញតែម្ដងបងប្អូនរលោងព្រិលដែរបងប្អូនណាប៉ុន្តែគូផ្សំជាមួយនឹងស្រស់ស្អាតខ្ចីញញនេះបងប្អូនត្រូវតែបើកបរដោយមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍បើកយឺតមកសមរម្យណាបងប្អូនណាពីព្រោះផ្លូវតាមដងទន្លេនេះថ្មីត្បិតតែស្រស់ស្អាតមែនប៉ុន្តែវាតូចចង្អៀតដូចជាបើមិន5ម៉ែត្រ6ម៉ែត្រទេបងប្អូនហើយថែមទាំងស្រុកភូមិនេះយើងធ្វើលវមកគៀកខ្នល់យ៉ាងទៀតអញ្ចឹងអត់មានស្ពេសសម្រាប់កិច្ចគ្នាទេណាបងប្អូនណាអញ្ចឹងយើងបើកយឺតដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍សូមសុខសុវត្ថិភាពទាំងអស់គ្នាបងប្អូនឥឡូវរៀបរាប់ពីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកស៊ីធើកដាលវិញបងប្អូននៅក្នុងឃុំល្វេនេះឃើញថាស្រស់ស្អាតមែនតើបងប្អូនណាបាទផ្ទះអ្នកស្រុកអ្នកភូមិកោសវោហោហៀស្រស់ស្អាតកើនឡើងរបងស្រស់ស្អាតបាទហើយផ្លូវវិញក៏ស្រស់ស្អាតងាយស្រួលនៅក្នុងការធ្វើដំណើរពីស្រុកកោះស្ទឹងទៅខាងស្រុកស៊ីធើកដាលបើកឡានតែកន្លះម៉ោងទៅ1ម៉ោងដល់ហើយបងប្អូនបើពីមុននឹងប្រហែលជា10ឆ្នាំឬ6 7ឆ្នាំមុនបងប្អូនអើយពិបាកណាស់បាទគឺផ្លូវល្អិលហើយស្អិតផងឡានទៀតខ្ញុំធ្លាប់បើកឡានតាមនឹងទៅផ្ទះម៉ែក្មេកហ្នឹងបងប្អូនគឺពិបាកប៉ុន្តែមកបច្ចុប្បន្នកាលនេះគឺស្រស់ស្អាតមែនទែនបងប្អូនណាហើយខ្ញុំថតនេះគឺវេលាម៉ោង4ទៅម៉ោង5ជាងបងប្អូនគឺព្រះសូរិយាកំពុងតែទុនទេរៀបអស់ស្ដងកុដបាទហើយក៏ចូលជំនួសដោយផ្កាយរួមជាមួយនឹងព្រះចន្ទ្រាវិញណាបងប្អូនណាបាទហើយចំណុចខាងមុខនេះបងប្អូនកាលខ្ញុំនៅក្មេងៗប៉ារបស់ខ្ញុំប្រាប់ថាគេហៅថាស្ពានថ្មនឹងកន្លែងហ្នឹងបងប្អូនតែឥឡូវស្ពានថ្មហ្នឹងទុកមកជាហៀងបងប្អូនអភិរក្សទុកមកជាហៀងគេប្រើស្ពានដែកម៉ាឡេជំនួសវិញបងប្អូនណាដោយសារស្ពានថ្មនោះពេលដែលយើងអភិវឌ្ឍខ្នល់ទៅគឺស្ពានថ្មនៅទាបជាងផ្លូវឆ្ងាយដោយសារតំបន់នេះលិចទឹកអញ្ចឹងគេលើកឲ្យផុតកម្ពស់កុំឲ្យលិចទឹកឆ្លងផ្លូវនាំឲ្យឆាប់ខូចផ្លូវអញ្ចឹងទេសម្រាប់ពុកម៉ែបងប្អូនដែលនៅភូមិឃុំស្រុកខាងនេះឃើញស្រុកកណើតនឹកស្រុកទេបងប្អូនចិត្តដល់ឆេងម៉េងចិត្តដល់ចូលឆ្នាំហើយបងប្អូនណាបើនឹកស្រុកជួយ comment ជួយ like ជួយ share ម្នាក់មួយថាស្រុកភូមិយើងឥឡូវគឺស្រស់ស្អាតណាស់បងប្អូនបាទចង់មើលគឺមើលងាយស្រួលមែនតើមិនថាម៉ូតូស៊ីក្រូឡានទេបងប្អូនបាទគណៈពេលនេះខ្ញុំបាទពេជ្ររតនាសូមអរគុណសូមគោរពលាបាទ